ករណីមន្ត្រីយោធាម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបុរីលីនវត្រាត្រូវបានដោះស្រាយបញ្ចប់ហើយចំនួនរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបុរីរបស់អ្នកអង្គការលីនវត្រាត្រូវបានប្រជាពលរដ្ឋចែកចាយតាមបណ្ដាញសង្គមនោះគឺត្រូវបានបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រុមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលីនវត្រានៅល្ងាចថ្ងៃទី14ខែមករានេះបានសរសេរថាក្រុមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមទទួលយកការដោះស្រាយឈលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកលៈទេសៈដ៏លំបាកនេះអ្នកអង្គការលីនវត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបុរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គរប្រជុំ